vậy để căn ta bị phê tiết nu bong ôn cứ tha bù ly bao vía cứ bù ly thốn chỉ muối là thùng tật bao vía có thùng tật thông này bong ôn chẳng bong ôn mình khai nông cả buộc tật nụ tê đòi nó phật bao dưỡng bong ôn đang phật hai cứ đai mình tên và mình miên thùng tật thông bù ly thông nụ tê cứ mình ai tục chuột nụ tê Rồi phụ phây bóng ôn ở nhóm ba trên bánh một vị kháng VFK Cambodia đời trong này bóng đá nhóm miên khét bơi rồi một phây DEM một cái đường dụng một thứ bọn hàng chun bóng ôn dân có mọi khát PU tỏ từ tam đam video này chẳng ọc nè tao bóng ôn ở nè quay đại dương một này dây môn nằm bông kê ní cứ dương một này dây lơ riêng là bao viết toa tam đó bóng ônសម្រាប់320 DE យើងអាចមើលឃើញថារឿងរបស់វាគឺខុសពី320 320D 320B ឬក៏320ធម្មតាបងប្អូនព្រោះថាតែរឿងរបស់វាគឺគេធ្វើមកតម្រូវទៅការឋានដែរចង្អៀតបងប្អូនដូចវាមានគូតមូនិង fix fee បែបនេះនៅពេលវាចង់បង្វិលខ្លួនអីបងប្អូនគឺថាងាយស្រួលមែនប៉ិនមិនមានការប៉ះពាល់ឬក៏ផលរំខានដល់អ្វីដែលនៅជុំវិញខ្លួនវានោះទេបងប្អូនដូច្នេះហើយទើបគេធ្វើឲ្យគូតវានឹងរៀងមើលទៅ fix fee និងពិតខ្លីជាង320ធម្មតាបាទបងប្អូនអ្នកគ្នាពេលនេះយើងមករលែកមើលផ្នែកគ្រឿងក្រៅរបស់320 DER នេះទាំងអស់គ្នាបងប្អូនយើងមើលតាំងពីចង្កេះរបស់វាបងប្អូនតើមានការរលុងក៏ដូចជាលិចជ្រាបដែរឬទេបាតក្រោមមានការពុកឬធ្លុះធ្លាយដែរឬទេហ្វាក់ហ្វីរបស់វាក៏ដូចជាចង្វាក់បតាំងឡូតរ៉ូហ្វូអ្វីផ្សេងៗបងប្អូនដែលយើងមើលអាចនៅក្នុងវីដេអូនេះយើងដឹងថាភាគរយរបស់វាគឺនៅខ្ពស់បងប្អូនបាទបងប្អូននេះពេលនេះយើងមកក្រឡេកមើលម៉ាស៊ីនវាទាំងអស់គ្នាបងប្អូនដោយម៉ាស៊ីនបំពាក់ទៅលើ320 DER មួយគ្រឿងនេះគឺជាប្រភេទម៉ាស៊ីន Caterpillar ផ្ទាល់តែម្ដងដែលមាន6ម៉ាស៊ីនជំនួយដោយ Turbo បងប្អូនដូច្នេះហើយទើបវាអាចបង្កើតកម្លាំងរហូតដល់ទៅ1800 RPM ដោយយើងអាចដឹងថាសម្រាប់320 DER មួយនេះបងប្អូនទោះវា Ferrari រៀងខ្ពស់បន្តិចមែនប៉ុន្តែវានៅតែប្រើប៊ិចកូនជ្រូកធម្មតាបងប្អូនអញ្ចឹងបងប្អូនយកទៅប្រើប្រាស់ងាយស្រួលប្រើប្រាស់ងាយស្រួលជួសជុលនិងសម្បូរដោយគ្រឿងបន្លាស់និងយើងអាចមើលសម្បូរខាងក្រៅរបស់វាបងប្អូនគឺថាភាគរយរបស់វាយើងអាចដឹងថានៅរហូតដល់ទៅ 70% បងប្អូនគឺពណ៌សម្បល់របស់វានៅស្អាតមិនមានការលិចជ្រាបអញ្ចឹងយើងអាចដឹងថា X មួយនេះគឺគេប្រើតិចអ្វីដែលកាន់តែពិសេសទៀតនោះបងប្អូនគឺថាប៊ូលីរបស់វាគឺប៊ូលីធំជាមួយនឹងធុងទឹករបស់វាក៏ធុងទឹកធំដែរបងប្អូនអញ្ចឹងបងប្អូនមិនខ្លាចក្នុងការពុះទឹកនោះទេដោយនៅស្រុករបស់យើងបងប្អូនដឹងស្រាប់ហើយគឺក្តៅមែនតើបើមិនមានធុងទឹកធំប៊ូលីធំនោះទេគឺมันអាចទប់ជាប់នោះទេបាទបងប្អូនគ្នាពេលនេះយើងក៏ឡែកមកមើលប៉ែកខាងមុខវិញបងប្អូនដល់យើងមើលប៉ែរបស់វាគឺជាប្រភេទប៉ែ 0.7 ម៉ែត្រគីបបងប្អូនអញ្ចឹងប៉ែនេះគេហៅថាប៉ែខ្នាតធម្មតាសម្រាប់320 DER បងប្អូនជាមួយដងរបស់វាគឺថាស្អាតមែនតើមិនមានការបាក់បែកតាប្រេះកន្លែងណានោះទេជាមួយនឹងដងរបស់វាក៏បំពាក់មកជាមួយនឹងទយោបុកដូចគ្នាបងប្អូនអញ្ចឹងបងប្អូនពេលណាត្រូវការក្បាលបុកគ្រាន់តែយកក្បាលមកបំពាក់គឺយើងអាចបុកបានតែម្ដង តើបងប្អូននេះពេលនេះអ្វីដែលយើងត្រូវមើលបន្តនោះគឺយើងមើលផ្នែកក្នុងកាប៊ីនវាផ្ទាល់តែម្ដងបងប្អូនបើសិនជាកាប៊ីននៅខាងក្នុងមិនស្អាតមិន clean នោះក៏វាមិនផ្ដល់
ផាសុខភាពដល់តកងដែលប្រើប្រាស់នោះទេបងប្អូនម៉ាហ្វីនស្អាតហើយគ្រឿងក្រោមស្អាតហើយដងស្អាតហើយប៉ុន្តែក្នុងកាប៊ីនពុកមិនមានផាសុខភាពនោះក៏វាផ្ដល់ផលប៉ះពាល់ដល់តកងដែរបងប្អូនអញ្ចឹងយើងងាកមកមើលនៅក្នុងកាប៊ីននេះវិញបងប្អូនគឺថាស្អាតមែនតើមិនមានកន្លែងណាពុកឬក៏មើលទៅមានការលិចជ្រាបកន្លែងណានោះទេបងប្អូនគឺថារងកហ្វូរបស់គេគឺបិទបានចិត្តល្អមែនតើជាមួយនឹងម៉ាហ្វីនត្រជាក់ក៏ត្រជាក់តាបឡូនឹងអ្វី4 10 10គ្រប់គឺដំណើរការទាំងអស់នៅក្នុងកាប៊ីននេះបងប្អូនអញ្ចឹងតកងគាត់បើកដោយទំនុកចិត្តនិងផាសុខភាពបាទបងប្អូននេះពេលនេះយើងក៏លេចមកមើលផ្នែកបូមរបស់វាបងប្អូនដោយផ្នែកបូមទៅលើ excavator វាប្រៀបដូចជាបេះដូងរបស់ excavator អញ្ចឹងបងប្អូនមើលហ្វិនជាបូមធ្វើទុកហើយបូមមានបញ្ហាហើយគឺថាមិនងាយនឹងរកជាងជួសជុលទេបងប្អូនអញ្ចឹងយើងអាចក៏លេខមកមើលបូមទៅលើ 320DAN នេះបងប្អូនគឺថាស្អាតខ្លាំងមែនទែនកុំថាឡើយការលិចជ្រាបបងប្អូនសំបីតែសម្បល់វាខាងក្រៅក៏វាធ្វើឲ្យយើងទុកចិត្តដែរបងប្អូនទុកចិត្តយ៉ាងម៉េចបងប្អូនគឺមើលទៅគឺនៅភាគរយខ្ពស់គេមិនធ្លាប់រើនឹងនៅសំណុំដើមទាំងអស់បងប្អូនសូមអរគុណបងប្អូនអរគ្នាបានតាមដានវីដេអូមួយនេះមួយវិញទៀតសម្រាប់ 320DAN នេះចង់និយាយថាទើបតែមកដល់ទេបងប្អូននឹងទើបតែរៀបចំឲ្យក្តៅដូចគ្នាប្រព័ន្ធភ្លើងក៏ដូចជាអ្វីផ្សេងនោះគឺត្រូវបាន check up ត្រឹមត្រូវចេញពីឃ្លាំងផ្ទាល់តែម្ដងបងប្អូនបើមិនជាបងប្អូនចំណាអារម្មណ៍ក៏ដូចជាមានបងប្អូនរបស់យើងកំពុងតែស្វែងរក 320DAR យកទៅប្រើប្រាស់នោះកុំភ្លេចចែកម្លែកវីដេអូមួយនេះទៅកាន់ពួកគាត់ផងចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ